រៀនចាប់ទី12ឯងប៉ុន្តែអត់ច្បាស់តែខ្លួនឯងស្រឡាញ់អីចង់រៀនជំនាញអីសួស្តីអ្នកទាំងអស់គ្នាខ្ញុំភីមគឺជាសិស្ស Gap Year ដែលបញ្ចប់ថ្នាក់វិទ្យាល័យតាំងពីឆ្នាំ2024មុននឹងចូលទៅដល់ប្រធានបទរបស់យើងចង់ឲ្យអ្នកទាំងអស់គ្នាស្គាល់ពី Gap Year សិន Gap Year គឺជារយៈពេលដែលយើងឈប់សម្រាកពីការងារឬក៏ការសិក្សារបស់យើងដើម្បីអភិវឌ្ឍខ្លួនឯងនិងស្វែងយល់ពីខ្លួនឯងឲ្យកាន់តែច្រើនក្នុងកំឡុងពេលដែលយើងសម្រាកហ្នឹងបទពិសោធន៍ដែលខ្ញុំ Gap Year គឺខ្ញុំគាត់ថាការ Gap Year គឺល្អមែនទែនសម្រាប់អ្នកដែលគាត់អត់ទាន់ច្បាស់ពីក្តីសម័យរបស់ខ្លួនឯងអត់ទាន់ដឹងថាខ្លួនឯងស្រឡាញ់អីការ Gap Year ហ្នឹងគឺអត់ខាតឆ្នាំទេប៉ុន្តែវាមានតែជួយឲ្យយើងនឹងរីកចម្រើនខ្លាំងជាងមុនហើយអត់ខាតពេលវេលាអត់ខាតលុយដែលយើងទៅរៀនជំនាញខុសបើសិនជាបងប្អូនដែលទៅចាប់ទី12ឬក៏កំពុងតែរៀនទី12ឆ្នាំថ្មីនេះបើសិនជាអត់ទាន់មានគោលដៅច្បាស់លាស់ទេអាចស្វែងយល់ពីខ្លួនឯងបន្ថែមសិនយើងអាចរកការងារខាងក្រៅ part time ឬក៏ full time ធ្វើឬក៏ការងារ volunteer ជាដើមអញ្ចឹងការងារទាំងអស់ហ្នឹងគឺសុទ្ធតែជាមេរៀនដែលបរៀនឲ្យយើងយល់ពីខ្លួនឯងឲ្យច្បាស់ជាងមុនការរកជំនាញដែលល្អក៏ត្រូវរើសសាលាដែលល្អដែរសាលាណាដែលអាចអភិវឌ្ឍខ្លួនរបស់យើងបន្ថែមទៀតដូចជាការ exchange ទៅតាមបណ្ដាខេត្តផ្សេងៗឬក៏ exchange ទៅក្រៅប្រទេសដើម្បីឲ្យយើងបានជួបមនុស្សថ្មីៗនិងទទួលបានបទពិសោធន៍ថ្មីៗហើយអាចតម្រង់ទិសការសិក្សារបស់យើងបានល្អសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំចូលចិត្តការងារស្ម័គ្រចិត្តច្រើនមែនទែនខ្ញុំធ្លាប់ធ្វើជាកាកបាទក្រហមសសរយូហ្គា SIC One Step Forward Ladies in Tech Code for Girl and something else ហើយមួយទៀតខ្ញុំធ្លាប់ធ្វើជាគ្រូបង្រៀនស្ម័គ្រចិត្តនៅអង្គការ Young Life Cambodia ខ្ញុំក៏បានជ្រើសរើសយកសាកលវិទ្យាល័យ IU ឬក៏ International University ដើម្បីអភិវឌ្ឍខ្លួនឯងបន្ថែមទៅលើផ្នែក soft skill និង hard skill ទាំងអស់ហ្នឹងដោយសារតែខ្ញុំមើលឃើញថា IU គឺមានអីដែលថ្មីច្រើនមែនទែនសម្រាប់និស្សិតហើយត្រឡប់មកវិញបើសិនជាបងប្អូននៅស្ទាក់ស្ទើរចិត្តអត់ទាន់ដឹងតែខ្លួនឯងស្រឡាញ់អីទេអញ្ចឹងយើងអាច gap year ហើយស្វែងយល់ពីខ្លួនឯងឲ្យបានច្រើនជាងមុនសិនហើយកុំភ្លេចសិនវីដេអូនេះទៅមិត្តភ័ក្តិអ្នកទាំងអស់គ្នាផងបាយ